សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចៅកពតសម្រាយរឿងថ្ងៃនេះនឹងសម្រាយបញ្ចប់រឿងថ្នាក់រៀនធ្វើជាឃាតករក្រោយពីសិស្សថ្នាក់ 3E បានដាក់គោលដៅថាពួកគេនឹងមានបេសកកម្មឡើងទៅលើទីអវកាសនោះពួកគេបានប្រមូលផ្ដុំគ្នាដើម្បីរៀបចំផែនការដ៏ល្អឥតខ្ចោះមួយដែលបានដាក់គោលដៅថានឹងមិនអាចបរាជ័យសូម្បីតែ1%មិនយូរនោះទេក្រុមសិស្សថ្នាក់ 3E ក៏បានចាប់ផ្ដើមធ្វើបេសកកម្មភ្លាមៗតែម្ដងពួកគេបានបែកចែកគ្នាជាច្រើនក្រុមខាន់សាគីនិងហ៊ីណាណូបានចូលទៅក្នុងបន្ទប់ហាមឃាត់ដើម្បីបង្វែរការតាមដានឲ្យណាគីសានិងខាម៉ាលបលួចចូលនិងបញ្ញារត់សម្ដៅទៅកាន់យានដែលបំរុងនឹងហោះឡើងខណៈពេលនោះដែរក៏បានឃើញលោកគ្រូខូរ៉ូកំពុងតែឈរចាំនៅទីនោះជាស្រេចតាមពិតទៅគាត់មិនមែនមករារាំងនោះទេគឺគាត់មកដើម្បីតែជួយណាគីសានិងខាម៉ាឲ្យឆាប់បានចូលទៅអង្គុយក្នុងយាននិងរងចាំការបាញ់បង្ហោះឡើងនៅទីបំផុតយានបានបាញ់ហោះឡើងទៅលើដោយជោគជ័យលោកគ្រូខូរ៉ូបានតោងជាប់យានដើម្បីតាមមើលកូនសិស្សរបស់គាត់តែនៅពេលដែលយានហោះផុតស្ទាប់បរិយាកាសគាត់ក៏បានធ្លាក់ចុះមកវិញយានអវកាសរបស់ណាគីសានិងខាម៉ាបានហោះរហូតទៅតភ្ជាប់គ្នាជាមួយនឹងយានធំមួយទៀតអ្នកវិទ្យាសាស្ត្រដែលនៅក្នុងនោះក៏បានបើកទ្វារឲ្យពួកគេចូលទៅក្នុងដោយក្នុងចិត្តគិតថាជាគ្នារបស់គាត់តែការពិតគឺជាក្មេងប្រុសពីរនាក់ទៅវិញដែលដៃកំពុងតែកាន់កាំបិតនិងកាន់គ្រាប់បែកណាគីសានិងខាម៉ាបាននិយាយប្រាប់ទៅកាន់អ្នកវិទ្យាសាស្ត្រដែលនៅលើយាននោះថាពួកគេមកទីនេះគឺគ្រាន់តែចង់បានទិន្នន័យសារធាតុគីមីដែលអាចជួយលោកគ្រូខូរ៉ូរបស់ពួកគេឲ្យបំលែងខ្លួនមកជាមនុស្សវិញទេអ្នកវិទ្យាសាស្ត្រទាំងនោះកំពុងតែមានចម្ងល់ពេញខួរក្បាលថាហេតុអ្វីបានជាក្មេងទាំងនេះអាចឡើងមកទីអវកាសបានយ៉ាងងាយស្រួលបែបនេះហើយអ្នកវិទ្យាសាស្ត្រទាំងនោះក៏បានឲ្យពួកគេចូលទៅចម្លងទិន្នន័យសារធាតុគីមីដែលពួកគេចង់បាននិងបានឲ្យអាហារទៅពួកគេញ៉ាំទៀតផងក្រោយពីរីតស៊ូបានទាញយកទិន្នន័យសារធាតុគីមីរួចរាល់អ្នកវិទ្យាសាស្ត្របានរៀបចំឲ្យពួកគេត្រឡប់ទៅកាន់ផែនដីវិញខាម៉ាបានគប់គ្រាប់បែកដែលនៅក្នុងដៃទៅកាន់អ្នកវិទ្យាសាស្ត្រប៉ុន្តែការពិតវាគ្រាន់តែជាជំនួយផ្អែមសោះធ្វើឲ្យអ្នកវិទ្យាសាស្ត្រទាំងនោះប្រឡឹងចុងសក់អស់លីងខាម៉ានិងណាគីសាបានធ្វើដំណើរត្រឡប់ទៅកាន់ផែនដីវិញអ្នកវិទ្យាសាស្ត្របានលួចសរសើរពួកគេថាជាក្មេងដែលមានសមត្ថភាពខ្ពស់អាចធ្វើដំណើរមកកាន់ទីអវកាសបានអនាគតរបស់ពួកគេនឹងអាចក្លាយជាមនុស្សប្រកាយជាមិនខាននៅពេលដែលយានត្រឡប់មកកាន់ផែនដីវិញលោកគ្រូខូរ៉ូបានទៅទទួលពួកគេឲ្យចុះមកផែនដីយ៉ាងមានសមត្ថភាពមិនរងចាំយូរនោះទេពួកគេបានប្រជុំគ្នាបើកមើលឯកសារដែលអាចជួយលោកគ្រូខូរ៉ូបំលែងមកជាមនុស្សវិញក្រោយពីអានយ៉ាងយកចិត្តទុកដាក់ម្ដងហើយម្ដងទៀតទឹកមុខរបស់សិស្សម្នាក់ៗក៏បានប្រែមកជាស្រពោនគ្រប់គ្នាហើយខ្លឹមសាររបស់ឯកសារនោះគឺមិនអាចបំលែងភាវៈណាមួយឲ្យមកខ្លាចជាខ្លួនប្រាណមនុស្សវិញបាននោះទេគ្រាន់តែអាចប្រើថ្នាំនោះចាក់សម្លាប់កោសិកាគីមីនិងមិនមានការផ្ទុះធ្លាយរាងកាយតែប៉ុណ្ណោះអញ្ចឹងមានន័យថាជំរើសរបស់ថ្នាក់ 3E នៅតែសម្រាប់លោកគ្រូខូរ៉ូដដែលគ្រាន់តែការសម្លាប់នោះមិនមាននៅការឈឺចាប់និងអាចគេចផុតពីការផ្ទុះធ្លាយរាងកាយតែប៉ុណ្ណោះប៉ុន្តែសិស្សម្នាក់ៗលែងមានអារម្មណ៍សម្រាប់លោកគ្រូទៀតហើយដោយសារតែអាណិតគាត់ខ្លាំងពេកតែពួកគេបានសន្យាថានឹងព្យាយាមរកថ្នាំផ្សេងទៀតដើម្បីឲ្យលោកគ្រូខូរ៉ូត្រឡប់មកក្លាយជាមនុស្សធម្មតាវិញពួកគេសន្យាក្នុងនាមជាសិស្សថ្នាក់ 3E ដែលជាសិស្សថ្នាក់ឃាតករហើយថ្ងៃវិស្សមការរបស់សិស្សថ្នាក់ 3E ក៏បានចូលមកដល់ពួកគេទាំងអស់គ្នាបានប្រើពេលវេលាឈប់សម្រាកយ៉ាងមានន័យនិងរីករាយបំផុតជាមួយនឹងលោកគ្រូខូរ៉ូសូម្បីតែលោកខារ៉ាស៊ូម៉ានិងអ្នកគ្រូអ៊ីរីណាក៏បានណាត់ជួបគ្នាញ៉ាំអីយ៉ាងផ្អែមល្ហែមប៉ុន្មានសប្តាហ៍ក្រោយមកសិស្សថ្នាក់ 3E ក៏បានត្រឡប់មកចូលរៀនវិញជាមួយនឹងឆមាសថ្មីហើយលោកគ្រូខូរ៉ូក៏បានប្រកាសនូវដំណឹងល្អមួយសម្រាប់ពួកគេដំណឹងល្អនោះគឺសិស្សថ្នាក់ 3E ទាំងអស់គ្នាគឺត្រូវបានទទួលស្គាល់ថាជាសិស្សឆ្នើមប្រចាំសាលារៀនលែងត្រូវបានគេរើសអើងថាជាសិស្សបាតសាលាទៀតហើយនៅក្នុងយប់មួយលោកគ្រូខូរ៉ូនិងលោកខារ៉ាស៊ូម៉ាកំពុងតែធ្វើកិច្ចការងារសាលាតែពីរនាក់ខណៈពេលនោះលោកខារ៉ាស៊ូម៉ាក៏បានដើរចេញមកក្រៅនិងបានទេទូរស័ព្ទទៅក្រុមការងាររបស់គាត់ដើម្បីចាប់ផ្ដើមបើកដំណើរការនៅផែនការចុងក្រោយហើយក្រុមការងាររបស់រដ្ឋាភិបាលក៏បានបើកដំណើរការនៅយានអវកាសដ៏ធំសម្បើមមួយនិងពោរពេញទៅដោយថាមពលដ៏មហាសាលនិងបានបាញ់កាំរស្មីសម្ដៅមកកាន់ថ្នាក់ 3E ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះអ្វីៗនៅទីនោះត្រូវបានខ្ទេចខ្ទីរដ្ឋាភិបាលពិតជាភ្ញាក់ផ្អើលនៅពេលដែលបានឃើញលោកគ្រូខូរ៉ូនៅមានជីវិតឆ្លៀតពេលដែលលោកគ្រូខូរ៉ូកំពុងតែរបួសធ្ងន់និងមិនទាន់អាចស្ដាររាងកាយរបស់គាត់បានភ្លាមៗរដ្ឋាភិបាលក៏បានចាប់ផ្ដើមផែនការថ្មីមួយទៀតដែលបានបើកដំណើរការផ្កាយរណបជុំវិញនោះតភ្ជាប់គ្នាដើម្បីបង្កើតជាប្រព័ន្ធការពារដ៏ធំមួយមិនឲ្យលោកគ្រូខូរ៉ូរត់ចេញរួចរដ្ឋាភិបាលបានបញ្ជូនរថក្រោះជាច្រើននិងទាហានព័ទ្ធជុំវិញបរិវេណនោះភាពចលាចលនៅក្នុងទីក្រុងក៏បានកើតឡើងដោយរដ្ឋាភិបាលបានប្រកាសយ៉ាងច្បាស់ៗថាចាប់បានអេលៀនមួយដែលបានកំទេចភពព្រះច័ន្ទចោលកាលពីលើកមុនហើយឥឡូវនេះរដ្ឋាភិបាលបំរុងនឹងប្រហារជីវិតចោលហើយក្រោយពីទទួលបាននៅដំណឹងថារដ្ឋាភិបាលបំរុងនឹងប្រហារជីវិតលោកគ្រូខូរ៉ូក្រុមសិស្សថ្នាក់ 3E ម្នាក់ៗគឺនៅមិនសុខនោះទេក៏បានប្រមូលផ្ដុំគ្នានិងបញ្ញាប់រត់ទៅរកលោកខារ៉ាស៊ូម៉ាដើម្បីឲ្យគាត់ជួយប៉ុន្តែពិតជាគួរឲ្យសោកស្ដាយលោកខារ៉ាស៊ូម៉ាគឺមិនអាចជួយអ្វីបានឡើយព្រោះថានេះគឺជាកិច្ចការងាររបស់រដ្ឋាភិបាលដែលត្រូវធ្វើហើយគាត់ក៏បានដើរចេញក្រោយពីមិនអាចទទួលបាននៅជំនួយពីលោកខារ៉ាស៊ូម៉ា
ណាគីសាក៏បានតាំងចិត្តជាមួយមិត្តទាំងអស់គ្នាថានឹងទៅរំដោះលោកគ្រូខូរ៉ូទោះត្រូវលះបង់អ្វីក៏ដោយមិនអាចឲ្យលោកគ្រូរបស់ពួកគេត្រូវស្លាប់យ៉ាងវេទនាអញ្ចឹងទេហើយបើសិនជាលោកគ្រូខូរ៉ូស្លាប់គឺត្រូវតែស្លាប់ក្រោមដៃរបស់ពួកគេដែលជាសិស្សដែលគាត់បានបណ្ដុះបណ្ដាលកន្លងមកកលែងមកមើលលោកគ្រូខូរ៉ូវិញពិតជាអាណិតគាត់ខ្លាំងណាស់គាត់បានជួសជុលនិងជូតសម្អាតថ្នាក់រៀនដែលត្រូវបានកំទេចយ៉ាងខ្ទេចខ្ទីឲ្យត្រឡប់មកធម្មតាវិញទុកសម្រាប់ឲ្យសិស្សរបស់គាត់រៀនបន្តគាត់បានដឹងខ្លួនថាពេលវេលារបស់គាត់ជិតអស់ហើយគាត់បានស្រមៃឃើញកូនសិស្សរបស់គាត់មកអង្គុយរៀនជាធម្មតាប៉ុន្តែគាត់មិនបានដឹងទេថានៅខាងក្រៅកូនសិស្សរបស់គាត់កំពុងតែសម្រុកចូលមកដើម្បីតែជួយគាត់ក្រុមសិស្សថ្នាក់ 3E បានបើកការវាយប្រហារទៅលើក្រុមទាហានដែលបានយាមកាមនៅកន្លែងលោកគ្រូខូរ៉ូយ៉ាងចាស់ដៃពីមួយដំណាក់កាលទៅមួយដំណាក់កាលក្រុមសិស្សថ្នាក់ 3E បានតស៊ូប្រយុទ្ធមិនរាថយរហូតតតែទម្លុះចូលប្រព័ន្ធឃុំឃាំងបានសម្រេចគ្រាន់តែបានជួបគ្នាជាមួយនឹងលោកគ្រូខូរ៉ូភ្លាមសិស្សម្នាក់បានស្ទុះចូលទៅអោបគាត់ហើយសិស្សទាំងអស់គ្នាបានដឹងថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់លោកគ្រូខូរ៉ូពួកគេបានទិញនំខេកជូនលោកគ្រូដែលធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងណាស់ស្ទើរតែស្រក់ទឹកភ្នែកទៀនក៏បានអុជចម្រៀងបទ Happy Birthday ក៏បានប្រារព្ធឡើងលោកគ្រូខូរ៉ូពិតជារំភើបខ្លាំងណាស់គាត់បានបួងសួងរៀបនឹងផ្លុំទៀនទៅហើយភ្លាមនោះក៏មានដៃអ្វីមួយយ៉ាងវាយនំបាយខ្ទេចតាមពិតទៅនោះគឺជាឈីរ៉ូបានបង្ហាញនៅបិសាចថ្មីមួយទៀតដែលមានមាឌធំខ្លាំងហើយមុខគួរឲ្យខ្លាចហើយធម្មពលរបស់វាវិញគឺខ្លាំងមហាសាលខ្លាំងជាងលោកគ្រូខូរ៉ូឆ្ងាយណាស់វាក៏បានស្ទុះមកតែមួយខ្យល់សោះបានធ្វើឲ្យសិស្សថ្នាក់ 3E ទៀតប៉ើងទាំងអស់គ្នាតែម្ដងនឹងបានចាប់លោកគ្រូខូរ៉ូបោកទៅមកដូចជាកញ្ចាន់ចេកអញ្ចឹងលោកគ្រូខូរ៉ូនៅពេលនោះរងរបួសយ៉ាងធ្ងន់ធ្ងរអស់កម្លាំងសូម្បីតែក្រោកឈរមិនរួចផងនៅពេលនោះបិសាចក៏បានបង្វែរការវាយប្រហារមកលើក្រុមក្មេងៗវិញដែលបានដាក់ Super Boomតែក៏ត្រូវបានរងជំនួសដោយលោកគ្រូខូរ៉ូមួយគ្រាប់នេះបានធ្វើឲ្យគាត់ធ្លាក់ឈាមយ៉ាងច្រើនលោកខារ៉ាស៊ូម៉ាក៏បានទៅដល់ទីនោះដែរបានដកកំភ្លើងភ្ជង់ទៅកាន់ជីរ៉ូតែមើលទៅជីរ៉ូបានចាក់ថ្នាំបំលែងខ្លួនឯងដែរហើយលោកខារ៉ាស៊ូម៉ាមិនមែនជាដៃគូរបស់គាត់ទេបិសាចដ៏ធំនោះបានចាប់លើកលោកគ្រូខូរ៉ូឡើងមុំរងនឹងហែកជាកង់ទៅហើយតែភ្លាមនោះដៃរបស់វាក៏ត្រូវបានដាច់ធ្លាក់ចុះមកតើមានរឿងអ្វីកើតឡើងចេះតាមពិតទៅនេះគឺជាខៃអាណូដែលបានស្ទុះទៅកាត់ដាច់ដៃបិសាចហ្នឹងនាងបាននិយាយថាមិនអាចឈរមើលគ្រូរបស់ខ្លួនឯងត្រូវគេសម្លាប់នៅនឹងមុខនោះទេទោះបីជាដឹងថាមិនអាចយកឈ្នះបានក៏ដោយក៏មិនអាចឈរមើលដែរអញ្ចឹងមានតែបដូរហើយខៃអាណូបានស្ទុះចូលទៅដើម្បីវាយប្រហារម្ដងទៀតប៉ុន្តែក៏ត្រូវបានបិសាចនោះចាក់ទម្លុះខ្លួនយ៉ាងសាហាវព្រៃផ្សៃលោកគ្រូខូរ៉ូបានព្យាយាមវាបន្តិចម្ដងទៅមើលកូនសិស្សរបស់គាត់តែគួរឲ្យសោកស្ដាយនាងបានស្លាប់បាត់ទៅហើយកំហឹងរបស់លោកគ្រូខូរ៉ូបានផ្ទុះចេញមករាងកាយរបស់គាត់បានឆេះនិងប្រែទៅជាពណ៌ក្រហមគាត់បានប្រញាប់ឲ្យកូនសិស្សរបស់គាត់ឆាប់ជម្លៀសខ្លួនចេញឲ្យបានឆ្ងាយចំណែកឯជីរ៉ូឃើញស្ថានភាពមិនស្រួលក៏បានបុកថ្នាំបន្ថែមទៅកាន់បិសាចនោះហើយវាក៏បានប្រែកាន់តែសាហាវខ្លាំងជាងមុនខ្លួនប្រាណរបស់វាពោពេញទៅដោយភ្លើងពណ៌ស្វាយលោកគ្រូខូរ៉ូបានប្រើល្បឿនដ៏លឿនរបស់គាត់ស្ទុះបំបុកទៅកាន់បិសាចដែលមើលមិនយល់នោះបង្កឲ្យមានការផ្ទុះយ៉ាងខ្លាំងសូម្បីតែជីរ៉ូដែលឈរនៅជិតនោះក៏មិនរស់ដែរនៅទីបំផុតលោកគ្រូខូរ៉ូក៏អាចមានឱកាសយកឈ្នះទៅលើបិសាចនោះបានលោកគ្រូខូរ៉ូដើរមកមើលកូនសិស្សរបស់គាត់ដែលកំពុងតែដេកស្លាប់យ៉ាងសោកសៅគ្រប់គ្នានៅទីនោះបានទ្រហោយំយ៉ាងខ្លាំងដោយសោកស្ដាយទៅកាន់ខៃអាណូប៉ុន្តែភ្លាមនោះលោកគ្រូបានប្រើប្រាស់ធម៌ពលចុងក្រោយរបស់គាត់ដើម្បីហៀលទៅកាន់ខៃអាណូដោយធម៌ពលទាំងនោះធ្វើការចូលទៅកាន់ជួសជុលកន្លែងដែលរងរបួសឲ្យត្រឡប់មកជាធម្មតាវិញហើយទីបំផុតខៃអាណូក៏បានដឹងខ្លួនប៉ុន្តែបន្ទាប់ពីប្រើកម្លាំងអស់ពីខ្លួនលោកគ្រូខូរ៉ូក៏បានដួលទៅនឹងដីសិស្សទាំងអស់គ្នាក៏បានបញ្ញាប់រត់ទៅអោបលោកគ្រូខូរ៉ូគ្រប់គ្នាទឹកមុខម្នាក់ពិតជាក្រៀមក្រំនិងបារម្ភពីលោកគ្រូខ្លាំងណាស់លោកគ្រូខូរ៉ូបានសម្លឹងមើលមុខសិស្សថ្នាក់ 3E ទាំងអស់គ្នាហាក់ដូចជាមិនដាច់អាល័យហើយគាត់ក៏បានប្រាប់ពួកគេថាដល់ពេលដែលត្រូវយកអ្វីៗគ្រប់យ៉ាងដែលពួកគេបានរៀនមកអនុវត្តជាក់ស្ដែងហើយពេលនេះគឺជាពេលវេលាដ៏ល្អបំផុតនិងស័ក្តិសមបំផុតដែលអាចសម្លាប់គាត់បានក្រោយពីបាននិយាយលាទៅកាន់មនុស្សគ្រប់គ្នាអស់ហើយណាគីសាបានបង្ខំចិត្តកាន់កាំបិតចាក់លោកគ្រូខូរ៉ូទាំងទឹកភ្នែកត្រឹមតែមួយកាំបិតប៉ុណ្ណោះរាងកាយរបស់លោកគ្រូខូរ៉ូក៏បានរលាយខ្លាចទៅជាពន្លឺរសាត់ទៅលើមេឃនៅសល់ត្រឹមតែខោអាវរបស់គាត់តែប៉ុណ្ណោះសិស្សទាំងអស់គ្នាបានអង្គុយទ្រហោយំសោកស្ដាយទៅកាន់លោកគ្រូខូរ៉ូយ៉ាងខ្លាំងនៅអំឡុងយប់នោះដែរសិស្សទាំងអស់គ្នាមិនបានទៅផ្ទះទេគឺគេងជុំគ្នានៅក្នុងថ្នាក់ 3E តែម្ដងលោកគ្រូខូរ៉ូគាត់បានដឹងខ្លួនថាគង់តែមានថ្ងៃគាត់នឹងចាកចេញដូចនេះហើយគាត់បានរៀបចំសៀវភៅទុកឲ្យកូនសិស្សរបស់គាត់ម្នាក់ពីរក្បាលគឺសៀវភៅមេរៀនជីវិតនិងសៀវភៅមេរៀនធ្វើជាឃាតករអស់រយៈពេលជាយូរក្រោយពីអ្វីៗត្រូវបានបញ្ចប់សិស្សថ្នាក់ 3E ទាំងអស់គ្នាក៏ត្រូវមកចូលរួមពិធីបញ្ចប់ការសិក្សារបស់ពួកគេនិងទទួលបាននូវប្រសិទ្ធនាមជាសិស្សលំដាប់ថ្នាក់ជាតិរដ្ឋាភិបាលបានផ្ដល់នូវប្រាក់ជាច្រើនតាមការសន្យាដែលសិស្សថ្នាក់ 3E អាចសម្រាប់លោកគ្រូខូរ៉ូបានសម្រេច
ជាច្រើនឆ្នាំកន្លងផុតទៅសិស្សថ្នាក់ 3E ក៏បានណាត់ជួបគ្នាមកលេងថ្នាក់ដែលពួកគេធ្លាប់រៀនមើលទៅពួកគេធំពេញវ័យគ្រប់គ្នាអស់ហើយពួកគេបានជួយគ្នាម្នាក់ម្ដាយមួយជើងដើម្បីសម្អាតនិងជួសជុលថ្នាក់ដែលពួកគេមានអនុស្សាវរីយ៍ជាច្រើនឲ្យបានថ្មីនិងស្អាតដូចដើមឡើងវិញហើយយើងក៏បានឃើញថាព្រលឹងរបស់លោកគ្រូខូរ៉ូកំពុងតែអង្គុយញញឹមជាមួយនឹងគូស្នេហ៍របស់គាត់យូគីមូរ៉ាមើលទៅកូនសិស្សយ៉ាងមានក្តីសុខហើយសម្រាប់សាច់រឿងថ្នាក់រៀនធ្វើជាឃាតករក៏បានមកដល់ទីបញ្ចប់ដែរនៅចុងក្រោយនេះវារៀងសែនបន្តិចតែវាក៏ល្អមើលដែរចុះសម្រាប់អ្នកទាំងអស់គ្នាគិតថាល្អមើលអត់កុំភ្លេចជួយ comment ប្រាប់ម្នាក់មួយផងជាចុងក្រោយកុំភ្លេចជួយចុច like និង subscribe សូមអរគុណនិងជម្រាបលា